ព័ត៌មាននេះដូចជារឿងរកម្មចិត្តបន្តិចដែរហើយព្រោះអីដីខ្មែរដែលថៃឈ្លានពានទន្ទ្រានយកទៅគ្រប់គ្រងបានទាំងក្នុងសង្គ្រាមវ័យគ្នាពីរប្រាវនិងក្រោយមកទៀតគឺឥឡូវនេះកើនឡើងដល់ទៅ73ទីតាំងទៅហើយហេតុអីបានជាទីតាំងដីខ្មែរដែលថៃគ្រប់គ្រងនេះចេះតែកើនឡើងជាលំដាប់ឥតឈប់ឈរបែបនេះនេះក៏មកតែពីមូលហេតុមួយគឺរដ្ឋាភិបាលកម្ពុជាទី1មិនកត់ត្រាបញ្ជាក់ទីតាំងដែលថៃគ្រប់គ្រងបានប្រមាណព្រមព្រៀងគ្នាប្រមាណទីតាំងអាកាលពេលយើងព្រមព្រៀងគ្នាថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាចុះហត្ថលេខាព្រមឲ្យខាងភាគីថៃដែលតំណាងឲ្យលោកណត្តភុងណាផានិចដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃនាពេលនោះដែរនោះគឺព្រមឲ្យនរណានៅហ្នឹងគឺអត់បានកំណត់ទីតាំងនិយមការឬក៏ទំហំប្រមាណអីប្រមាណទេគឺគ្រាន់តែថាអ្នកណានៅហ្នឹងហើយដល់ពេលអ្នកណានៅហ្នឹងគឺនៅដើមខែមករាគឺកម្ពុជាប្រកាសជាអលរឹកពីក្រសួងការបរទេសថាមានទឹកដីខ្មែរនៅក្នុងដែនដីប្រមាណតែ4ខេត្តតែប៉ុណ្ណោះដែលថៃគ្រប់គ្រងបានគឺមានខេត្តពោធិ៍សាត់ខេត្តឧត្តរមានជ័យបន្ទាយមានជ័យនិងព្រះវិហារអាហ្នឹងគឺមានតែ4ខេត្តហ្នឹងគឺយើងព្រមព្រៀងគ្នាអញ្ចឹងហើយមានតែ14ទីតាំងទៅដំបូងឡើយបាត់អស់ហើយប្រាសាទខ្មែរប្រាសាទតំមន់តូចតំមន់ធំតាកបីប្រាសាទខ្នាអីហ្នឹងគឺទទួលស្គាល់អញ្ចឹងមានតំបន់មុំ3មានច្រកអានសេះអូស្មាច់បឹងតកួនអីឡាក់នឹងឡាក់អីចឹងទៅក៏ប៉ុន្តែមានតែ14ទីតាំងតែប៉ុណ្ណោះនៅពេលភ្លាមហ្នឹងគឺលោកអ៊ុំសំអានដែលជាមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសកិច្ចការព្រំដែនកម្ពុជាហ្នឹងគឺគាត់ក៏បានស្រាវជ្រាវឯកសារនិងបានព័ត៌មានពីទាហានជួរមុខផងពីប្រព័ន្ធផ្សព្វផ្សាយរបស់យោធាថៃផងហើយនឹងរូបថតជាក់ស្ដែងពីកន្លែងកើតហេតុនៅតាមព្រំដែនដែលថៃដាក់ទង់ជ័យដាក់អីផងនោះក៏ឃើញកើនឡើងដល់ទៅ28កន្លែងអញ្ចឹងបានន័យថាខុសគ្នាពីរដងពេលដែលក្រសួងប្រកាសថា14គេរកឃើញថា28ក្រោយមកទៀតគឺក្រសួងហ្នឹងក៏ចាប់ផ្ដើមទទួលស្គាល់ទីកន្លែង1 2បន្ថែមទៀតចឹងទៅនៅកន្លែងនេះកន្លែងនោះថៃវាយយកបន្លាលួសមកដាក់ថែមអីចឹងទៅអញ្ចឹងទីតាំងហ្នឹងក៏កើនឡើងដល់34តាមរយៈអ្វីដែលលោកសំអានគង់អ៊ុំសំអានផ្សាយទេស្រាវជ្រាវទេប៉ុន្តែរដ្ឋាភិបាលនៅតែមិនបញ្ជាក់ថាទីតាំងហ្នឹងមានប្រមាណទេតែឡើងរហូត14 28 34 48 54 69 70ឥឡូវដល់73ហើយតែរដ្ឋាភិបាលកម្ពុជាប្រកាសថ្កោលទោសពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសថ្កោលទោសថៃរឿងឈ្លានពានដែនអធិបតេយ្យម្ដងគាត់មានលេចកតុយមកចេញទីតាំងនេះទីតាំងនោះរហូតរៀលដាលដល់គម្រៀងភ្នំព្រឹកខេត្តបាត់ដំបងអីទៀតឥឡូវបង្គោលព្រំដែននេះបង្គោលព្រំដែននោះនិយាយទៅដីខ្មែរស្ទើរតែទប់គ្រប់ទីកន្លែងទាំងអស់ត្រូវថៃទន្ទ្រានឈ្លានពាននឹងយកទៅកាន់កាប់គ្រាន់តែថាយើងជាខ្មែរអត់ដឹងថាតើដីហ្នឹងនៅទីតាំងហ្នឹងវាក្បែរអីវាទំហំប្រមាណហើយគេចូលមកហ្នឹងគេចូលមកក្រោយបាត់ឈប់បាញ់ឬក៏ចូលមកព្រមព្រៀងគ្នាក្នុងបាត់ឈប់អាព្រមព្រៀងក្នុងបាត់ឈប់បាញ់ហ្នឹងមានប្រមាណឲ្យប្រកាសគឺក្រសួងឬក៏រដ្ឋាភិបាលកម្ពុជាមិនសរសេរមិនរៀបរាប់មិនចុះបញ្ជីមិនអីទាំងអស់គឺទុកឲ្យយើងឆ្ងល់ហើយអញ្ចឹងទៅបានជាបានរងថ្ងៃហ្នឹងក៏បានលោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែនរដ្ឋាភិបាលក្រៅប្រទេសទេដែលជួយកត់ត្រាមើលថារបស់បាត់ទៅឲ្យគេហើយដឹងថាចោលលួចបានហើយក៏ប៉ុន្តែយ៉ាងហោចណាស់ក៏ដឹងចំនួនរបស់ហ្នឹងវាបាត់ប៉ុណ្ណាបើកម្ពុជាវិញចេះតែមកកន្លែងនេះគេលំលោបទៀតមកកន្លែងនេះគេជីកដីមកកន្លែងនេះគេលើកទំនប់មកកន្លែងនេះអីចឹងទៅក៏ប៉ុន្តែអត់បានបង្ហាញអំពីទីតាំងជាក់ស្ដែងថាប្រមាណដែលគេវាយបានហើយយើងព្រមឲ្យគេគ្រប់គ្រងកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយប្រមាណទៀតដែលគេឈ្លានពានក្រោយមកនេះដើម្បីឲ្យប្រជាពលរដ្ឋនឹងមានមូលដ្ឋាននៅក្នុងការជួយតវ៉ាបាតកម្មឲ្យផ្អើលពិភពលោកដើម្បីឲ្យថៃដកទ័ពឬក៏បកគលដីនឹងឲ្យមកខ្មែរវិញតែខ្មែរយើងនៅទូទាំងពិភពលោកគឺអត់ទទួលបានព័ត៌មាននឹងគ្រប់ជ្រុងជ្រោយទេគឺនៅតែរដ្ឋាភិបាលនៅតែនេះម្ដុំអញ្ចឹងទៅដូច្នេះយើងអត់អាចនឹងមានការតតាំងអីឲ្យច្បាស់លាស់ព្រោះយើងទៅតតាំងគេតតែយើងមានភ័ស្តុតាងមូលដ្ឋានក្តាប់នៅក្នុងដៃក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរមែនតើទៅអត់ត្រូវការឬក៏រដ្ឋាភិបាលខ្មែរអត់ត្រូវការភ័ស្តុតាងដើម្បីបញ្ជាក់ថាដីទាំង73កន្លែងនេះត្រូវថៃឈ្លានពានដើម្បីដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រំប្រទានអន្តរជាតិ ICC ទេគឺអាចដាក់ប្តឹងតាំងតែពីចប់សង្គ្រាមភ្លាមមកម្លេះបាទឥឡូវនេះខ្ញុំនឹងប្រកាសម្ដងទៀតដើម្បីជាព័ត៌មានបងប្អូនយកទៅចងចាំទៅដីទាំងអស់នេះគឺជាដីខ្មែរបាទយើងគ្រាន់តែនិយាយចឹងណាព្រោះគ្រាន់តែថៃគេយកទៅគ្រប់គ្រងចឹងឲ្យយើងចងចាំឈ្មោះហើយតាំងអារម្មណ៍នៅក្នុងចិត្តថាយើងក្នុងនាមជាកូនខ្មែរមិនទោះបីក្នុងចំនួននេះឬចំនួនណាក៏ដោយគឺត្រូវតែតតាំង
តស៊ូទៀមទាតវ៉ាយកដីទាំងអស់នេះមកឲ្យខ្មែរវិញឲ្យខាងតែបានកុំឲ្យបាត់សំបីតែ1 មីលីម៉ែត្របើហើយយើងទន្ទិញទៅឥឡូវហ្នឹងយើងយកអត់តាន់បានទេដោយសាររដ្ឋាភិបាលអត់ព្រមប្តឹងតែគាត់ថាជាកូនខ្មែរឈាមខ្មែរគឺយើងត្រូវតាំងចិត្តថាបើមានការផ្លាស់ប្ដូរប្រែប្រួលទៅខាងមុខរដ្ឋាភិបាលថ្មីមិនថ្មីអីក៏ដោយគឺយើងទាថៃយ៉ាងម៉េចឲ្យខ្ជាក់ដីខ្មែរមកឲ្យវិញឲ្យខាងតែបានគឺមិនឲ្យបាត់1 មីលីម៉ែត្រណាទេបាទអញ្ចឹងទីតាំងទាំង73កន្លែងនេះគឺផ្អែកទៅលើឯកសាររបស់ក្រសួងការបរទេសកម្ពុជាដែលទៅប្រកាសកាលពីថ្ងៃទី11ថ្ងៃនេះ12កាលពីម្សិលមិញម្សិលមួយថ្ងៃអញ្ចឹងណាតែគាត់ប្រកាសថែមពី3ទីតាំងទៀតដែលគេលើកទំនប់លើកអីនៅកន្លែងណាទៀតនោះអញ្ចឹងលោកអ៊ុំសំអានក៏បានស្រង់ព័ត៌មាននេះហើយថែមនឹងព័ត៌មានដែលគាត់ធ្លាប់ផ្សាយពីមុនមកគឺយកតែបន្ថែមទីតាំងថ្មី3ទៀតព្រោះមុនហ្នឹងមួយអាទិត្យមុនពីអាទិត្យមុនហ្នឹងគឺដល់170ទីសំទោស70ទីតាំងឥឡូវថែម3ទៀតគឺ73អញ្ចឹងទីតាំងដែលថៃកំពុងគ្រប់គ្រងហើយជាដីខ្មែរក្រោយបាត់ជប់បាញ់នឹងក្នុងពេលមានបាត់ជប់បាញ់ហ្នឹងឥឡូវកើនដល់ទៅទី1ប្រាសាទតាមាន់តូចទី2ប្រាសាទតាមាន់ធំ3ប្រាសាទតាក្របី4ប្រាសាទខ្នា5តំបន់មុំ3 6តំបន់ច្រកអានសេះ7ភ្នំ333 8ភ្នំ469គឺមុំ3 9ភ្នំភូមិជោគជ័យ10ភូមិព្រៃច័ន្ទ10 11តំបន់ជាំតែ12ភ្នំទ្រប13តំបន់ថ្មដា14តំបន់អូស្មាច់15ភ្នំប៉ោយ16ភ្នំ417ភ្នំបស័យចាមក្រុង18តំបន់ច1 19តំបន់ថ្មដូន20ភ្នំរាង21ភ្នំកេងគក់22ភ្នំ350 23ភ្នំ225 24ភ្នំ505 25ភ្នំ500 26ភ្នំ323 27ភ្នំ677 28ភូមិផ្លូវបំបែកបឹងតគួន29ភូមិមានបន្ទាយមានរិទ្ធក៏នៅបឹងតគួនដែរ30តំបន់ខ្លាឃ្មុំ31តំបន់ប្រាសាទដូនទុន32ភូមិសាមគ្គីបឹងតគួន33ភ្នំអូផ្កាស្នេហ៍34តំបន់បោះស្បូវ35តំបន់ដើមត្រាម36ភ្នំតាថង37តំបន់កសេះ38តំបន់តាថាវ39តំបន់ជប់អង្គុញ40តំបន់អូទី2តំបន់អូស្មាច់41ផ្ទះតាមុកនៅជាំតែ42តំបន់អូភ្លុកដំរីផ្ទះ3ខ្នង43តំបន់តសឹមកពូលភ្នំ44តំបន់ចាក់ច្រែងកកពូលភ្នំ45តំបន់ថ្ម3ដុំកពូលភ្នំ46តំបន់កណ្ដាវ47ដំណាក់ស្ដាច់ភ្នំតទុំ48ភ្នំពលានសតុំ49តំបន់ចូលគ្រោះ50ច្រកលោកយាយលៀប51ភូមិតាពាំងសំរោងក៏នៅបឹងតគួន52ភាគខាងជើងនៃវត្តកែវសិក្ខាគិរីស្វារៈនៅម្ដុំប្រាសាទព្រះវិហារ53តំបន់គម្រាមតំបន់ចន្លោះបកគោលព្រំដែន52ដល់54តំបន់ស្រែអែមតំបន់ក្បែរប្រាសាទព្រះវិហារដែរ55តំបន់ជិតបង្គោលព្រំដែនលេខ2នៅលងវែង56តំបន់ដើមតាត្រាវ57តំបន់ក្បែរច្រកជប់កគី58តំបន់ជប់ដើមខ្នោ59តំបន់អសអ៊ុយឬតំបន់កញ្ចក់សេះ60ភ្នំ424តំបន់ជាំសងាំ61ភ្នំ53គឺតំបន់ភ្នំព្រឹក62តំបន់បារាំងធ្លាក់63ភ្នំបាក់ក្បែរប្រាសាទខ្នា64ភ្នំ745មុំ3 65បង្គោលព្រំដែនលេខ55 66បឹងរាំងតំបន់ចន្លោះបង្គោលលេខ55ដល់លេខ59 67បយ៉ាខាតំបន់ចន្លោះបង្គោលលេខ59ដល់66 68តំបន់បង្គោលព្រំដែនលេខ26ឃុំ7 69លាអាង87 70ប៉ោយ12 71តំបន់ជប់រុន72តំបន់បង្គោលព្រំដែនលេខ14និង73បង្គោលព្រំដែនលេខ22នៅថ្មដូនបាទគាត់ណាអានក៏ហត់ដែរបងប្អូនកុំថាឡើយដល់ទៅថារាប់ជាហិកតារាប់ជាគីឡូដីព្រោះវាច្រើនមែនតើនេះទីតាំងនេះឥឡូវនិយាយ73ទីតាំងហ្នឹងថាមកទីតាំងតែមកចង្អាមចុះក៏វា73ចង្អាមដែរនេះបើយើងនិយាយពីចង្អាមតែនេះមិនមែនទេណាមកទីតាំងសើជួនកាលកន្លែងខ្លះរាប់គីឡូដីហ៎អញ្ចឹងសរុបទៅលោកកអ៊ុំសំអានគាត់ថាទំហំដី73ទីតាំងនេះបើគិតជាផ្ទៃគីឡូម៉ែត្រក្រឡាគឺ355គីឡូម៉ែត្រក្រឡាដែលថៃវាយយកបានហ្នឹងបើបូកចូលគ្នាបើ Long Beach Los Angeles នឹងស្ទើរតែ3 4ក្រុងឬក៏តំបន់ជុំនេះអស់អាលីងហ្នឹងបើនិយាយពីទំហំបាទខ្ញុំស្លេះរឿងនឹងត្រឹមប៉ុណ្ណឹងទៅព្រោះរឿងនេះអានទៅវានាំទៅរំជួលចិត្តដែរគាត់ថាបងប្អូនដូចខ្ញុំជម្រាបអញ្ចឹងគឺតាំងចិត្តទៅថាដីទាំងអស់នេះជាដីរបស់ខ្មែរបើទោះបីជារដ្ឋាភិបាលខ្មែរព្រមព្រៀងឲ្យគេនៅណានៅនឹងក៏ដោយក៏ប៉ុន្តែយើងនៅតែមានយន្តការតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិដែលយើងអាចសង្ឃឹមថានឹងបានដីនេះមកវិញបើសិនជានាំគ្នាប្តឹងទៅបាទបើរដ្ឋាភិបាលអត់ប្តឹងទេនាំគ្នាលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងនេះគឺជាគោលការណ៍ដែលត្រូវធ្វើតាមតែត្រូវធ្វើ